បើតាមការបង្ហើបពីលោកពេជ្រស្រស់និងលោកមាសរទ្ធីថាអ្នកនាងលើបរិយាអាចនឹងមានសេរីភាពវិញឆាប់ៗនេះបន្ទាប់ពីមហាជនបាននាំគ្នាសម្ដែងក្តីអាណិតចំពោះអ្នកនាងលើបរិយាបន្ទាប់ពីបានឃើញសភាពរបស់អ្នកនាងនៅក្នុងពន្ធនាគារទាំងកំពុងមានផ្ទៃពោះហើយបន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាស្នើសុំថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ឲ្យអ្នកនាងបានចេញនៅក្រៅឃុំដើម្បីងាយស្រួលក្នុងការថែទាំសុខភាពទាំងម្ដាយទាំងកូនផងនោះស្រាប់តែនៅព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះលោកពេជ្រស្រស់ប្រធានគណបកយុវជនកម្ពុជាបានបង្ហោះសំណេរខ្លីមួយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យមហាជនខ្លះចូលរួមអបអរសាទរខណៈដែលមហាជនខ្លះកំពុងតែមានមន្ទិលសង្ស័យដោយសំណេររបស់លោកពេជ្រស្រស់បានបង្ហោះថាលេខនេះមានរឿងល្អសម្រាប់នាងលើបរិយាចំណែកឯលោកមេរទ្ធីក៏បានបង្ហោះសំណេរខ្លីមួយដែរថារាសីកូនក្នុងផ្ទៃរបស់លើបរិយានឹងជួយម្ដាយឲ្យមានសេរីភាពល្ងាចនេះឬស្អែកយ៉ាងណាស្របពេលដែលអ្នកលេងបណ្ដាញសង្គមបានឃើញនៅសំណេររបស់លោកពេជ្រស្រស់ក៏ដូចជាលោកមេរទ្ធីបានបង្ហោះនៅលើបណ្ដាញសង្គមបែបនេះមហាជនបាននាំគ្នាសម្ដែងនៅក្តីត្រេកអរនិងសង្ឃឹមថាអ្នកនាងលើបរិយានឹងទទួលបានឱកាសបាននៅក្រៅឃុំសូមជម្រាបជូនផងដែរថាកាលពីថ្ងៃទី15ខែសីហាឆ្នាំ2025ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះឆេងស្រីរតហៅលើបរិយាដាក់ពន្ធនាគារខេត្តកណ្ដាលជាបណ្ដោះអាសន្នក្រោមបទចោទប្រកាន់ញុះញង់និងធ្វើឲ្យខូចទឹកចិត្តកងទ័ព